ជាគ្រូខ្ញុំបាទឈ្មោះធឹមសិរីមង្គលចឹងថ្ងៃនេះដែរខ្ញុំនឹងធ្វើការ run demo ទៅលើ page e-commerce ដែលជា page អឺបែប full stack e-commerce យកមកហើយដឹងន័យថា backend ជា Laravel RESTful API ហើយដែលមាន database ជា Postgres ហើយនិង front end ជា React ជាហើយចឹងទី1គឺខ្ញុំនឹងធ្វើការ run ទៅលើ backend ជាមុនហើយតមកខ្ញុំចាប់ផ្ដើម run ទៅលើ front end ចឹងខ្ញុំបើក folder ទាំងពីរនេះតាណាគ្នាហ្មងចឹងមុននឹងចូលទៅមើល front end ខ្ញុំក៏ចង់បង្ហាញ database ខ្លះណាដែលទី1គឺមានទៅលើ card ដែល database ដែល store ទៅលើ card របស់ user ហ្នឹងដែលគាត់បាន add ចូលទៅក្នុង card របស់គាត់មុននឹងគាត់ធ្វើការបញ្ជាទិញហ្នឹងទៅហើយទៅមកជា category នៃ product ហើយ favorite ដែលគាត់បាន add ទៅវាជា favorite product ដែលគាត់ទុក save សម្រាប់ទិញថ្ងៃក្រោយអញ្ចឹងទៅហើយ my patient មាន order item ដែលគាត់បាន order ទៅលើ item អីខ្លះហើយក្នុង order item ជាច្រើនហ្នឹងគឺវាស្ថិតនៅក្នុង order មួយអញ្ចឹងទៅហើយតមកpassword reset token ហើយនិង password access token ដែលជា token ដែល user ដែល store នៅក្នុង local storage ក្នុង browser ហ្នឹងពេលគាត់ log ចូលហើយពេលគាត់ log ចេញក៏វា reset ចឹងដែរហើយតមក product image ដែល store ទៅលើ image អញ្ចឹង product មួយគឺមាន image ច្រើនទៅ store ទាំងក្នុង local storage ក៏ដូចជា binary ដូចគ្នាហើយតមកគាត់ណាគឺ product ដែល store ទៅលើ product មានឈ្មោះមាន description មានតម្លៃមាន stock មាន category ហ្នឹងទៅហើយនឹងព័ត៌មានហើយ user ដែលជាព័ត៌មានរបស់ user ហ្នឹងទៅដែលមានusername មាន email មាន password តែ password ហ្នឹងគឺនៅពេលគាត់ register ឬក៏ពេលគាត់ register អញ្ចឹងទៅគឺវានឹងធ្វើការ hash មានន័យថា convert ទៅជាពាក្យដែលអាណត់ដាច់អញ្ចឹងទៅដើម្បីសុវត្ថិភាពអញ្ចឹងនឹងជា database ដែលជាጧននោះវាជា store ជា pocket ហើយតមកចូលមកមើល front end វិញម្ដងចឹង front end ចឹងពេលចូលមកដល់គឺសម្រាប់ user ដែលគាត់អត់ទាន់បានមកចូលទេគឺគាត់អាចចូលមកកាន់ website មើល search ទូរស័ព្ទ search តម្លៃអីបានធម្មតាក៏ប៉ុន្តែគាត់អាចចូលមក home គាត់អាចចូលមក shop អីបានធម្មតាប៉ុន្តែដល់ពេលចូល order ឬក៏ចូល profile ចូល add ចូល favorite នេះក៏ដូចជា card អញ្ចឹងគាត់អាចចូលបានទេលុះត្រាតែគាត់ login មកជាមុនសិនអញ្ចឹងទីមួយខ្ញុំនឹងធ្វើការតេស្តទៅលើការ register ជាមុនសិនខ្ញុំចូលមកកាន់ create user អញ្ចឹងទីមួយចូលមក profile ខ្ញុំ select profile មួយហ្នឹងហើយដល់មកខ្ញុំដាក់ឈ្មោះអញ្ចឹងទៅហើយដល់មក password ហើយខ្ញុំចុច create អញ្ចឹងវា load alert មកថា user register គឺ success ហើយ
តមកខ្ញុំចូលមកកាន់sign in វិញហើយខ្ញុំចូលទៅកាន់user បាញ់មិញហ្នឹងខ្ញុំចូលមកវិញ007ចឹងឃើញថា database ក៏បានបង្កើតនៅ role ថ្មីមួយទៀតដែលមានឈ្មោះuser ដែលបានបង្កើតបាញ់មិញក៏ដូចជា password ក៏បាន hash ដូចគ្នាហើយនឹងprofile ក៏ store នៅក្នុង cloud binary ដូចគ្នាចឹងខ្ញុំចូលមកកាន់ cloud binary cloud binary គឺ store ទាំងរូបផ្ដាច់ក៏ដូចជា profile អញ្ចឹងខ្ញុំចូលមកមើល profile មុនអញ្ចឹង profile របស់គាត់គឺនេះរូបនេះដែលបានadd បាញ់មិញហ្នឹងហើយបន្តមកទៀតគឺអញ្ចឹងដល់ពេលគាត់ log in អញ្ចឹងទៅ token ក៏បានបង្កើតដូចគ្នាចូលមកកាន់ position អញ្ចឹងនេះ token របស់គាត់ក៏បានបង្កើតបានដូចគ្នាអញ្ចឹងដល់ពេលគាត់ log out token ហ្នឹងក៏បានគាត់នឹងremove ចេញដូចគ្នាហ្នឹងទៅអញ្ចឹងចូលមកកាន់ token វិញអញ្ចឹងនេះបាត់ហើយ token នៅក្នុង local store អញ្ចឹងខ្ញុំនឹងធ្វើការ sign in ចូលសារថ្មីអញ្ចឹងនេះគេថា log ចូលហើយហើយ token ក៏បានបង្កើតមកសារថ្មីវិញអញ្ចឹងដែរហើយបន្តមកទៀតខ្ញុំនឹងបន្ទាប់ពីធ្វើការតេស្ត login register អីរួចហើយអញ្ចឹងខ្ញុំនឹងធ្វើការចូលទៅតេស្តនៅក្នុង admin មុនអញ្ចឹងនៅក្នុង admin នឹងដែរចូលមកដំបូងគឺគាត់អាច access បានទាំងពីរទាំង interface នៃ website ទាំង e-commerce website ធម្មតាក៏ដូចជាគាត់អាច click ទៅលើ profile ហើយគាត់ចូលទៅ admin panel របស់គាត់អញ្ចឹងចូលមកកាន់ admin ទីមួយគឺ dashboard ដែលបង្ហាញនៅ total revenue ដែល user គាត់បាន order ទាំងអស់ហ្នឹងហើយបើសិនគាត់ cancel គឺក្នុងបានតែក្នុងរយៈពេល24ម៉ោងទេអញ្ចឹង revenue ក៏នឹងកាត់ទៅតាមហ្នឹងហើយនេះជាចំនួន order បើសិន user គាត់ cancel អញ្ចឹងទៅចំនួនក៏កាត់បន្ថយទៅតាមហ្នឹងហើយនេះជាចំនួន user ទាំងអស់ដែលបាន sign up ហ្នឹងហើយនេះជាក្រាហ្វិកដែលបង្ហាញពី revenue ប្រចាំខែនីមួយៗអញ្ចឹងក្នុងខែ6នេះគឺការលក់កើនឡើងអញ្ចឹងទៅបាទនឹងគណនាទៅតាមហ្នឹងហើយនេះហើយគឺជាបង្ហាញពី top performing product មានន័យថា product ណាដែលលក់បានច្រើនជាងគេអញ្ចឹងទៅអញ្ចឹង product ដែលលក់បានច្រើនជាងគេគឺ15 Pro Max ហ្នឹងហើយអញ្ចឹងមក user គាត់ cancel អា product ដែលលក់បានច្រើនហ្នឹងក៏វាគណនាទៅតាមហ្នឹងអញ្ចឹងដែរហើយនេះគឺជាកន្លែងដែល manage ទៅលើ category
ដែលបច្ចុប្បន្នគឺមានចំនួន3មាន iPhone Samsung ហើយ Nothing Phone យ៉ាងហ្នឹងហើយadmin គាត់អាចចូលមក click edit ទៅលើ category name ទៅលើ slot ក៏ដូចជា description យ៉ាងហ្នឹងហើយគាត់ក៏អាច add ទៅលើ category បានដូចគ្នាហើយនេះគឺជា user management ដែល admin គាត់អាច add user ថ្មីចូលបានដែលជា default ហ្មងគឺទាំង user គាត់ register ឬក៏ admin គាត់បង្កើតគឺជា default គឺrole ជា user អញ្ចឹងបើគាត់ចង់បង្កើត admin គាត់អាចចូលទៅ edit ផ្ទាល់នៅក្នុង database ហ្នឹងហើយគាត់អាច delete គាត់អាចអីយ៉ាងដែរហើយគាត់អាចមើល role នៃ user នីមួយៗហើយគាត់អាច add ជា profile ហើយចូលមកកាន់ផ្ដាច់អញ្ចឹងផ្ដាច់បច្ចុប្បន្នគឺមានចំនួន9ហើយadmin គាត់អាច add ផ្ដាច់ add ឈ្មោះ add category add quantity តម្លៃក៏ដូចជារូបហើយគាត់ក៏អាច edit ឬក៏ delete បានដូចគ្នាហ្នឹងទៅហើយក្នុងការ edit គាត់ក៏អាច preview មើលរូបនៃផ្ដាច់នឹងភ្លាមយកមកហើយបើគាត់ select រូបថ្មីអញ្ចឹងទៅវាក៏ចេញ preview នៅពីក្រោមនឹងមួយទៀតចឹងដើម្បីឲ្យងាយស្រួលក្នុងសម្រាប់ admin គាត់មើលរូបភាពរូបគាត់ select រូបភាពអីយ៉ាងណាហើយគាត់ admin ក៏មានបតុងទៅកាន់ visit shop ដូចគ្នាដើម្បីគាត់ចូលទៅមើលទៅលើ website ហើយគាត់អាច order អីបានដូច user ធម្មតាដូចគ្នាហើយសំខាន់ admin panel វិញអញ្ចឹងសម្រាប់ admin ទីមួយគឺខ្ញុំចង់តើទៅលើការ add ទៅលើ category អញ្ចឹងទីមួយខ្ញុំ add tag ហ្នឹងទៅហើយ description ដាក់អីក៏បានដែរអញ្ចឹងដាក់ចុះមកតែអញ្ចឹងវាចាប់ពី database មកតមកវាធ្វើការបង្ហាញចេញដល់ថ្មីហើយខ្ញុំចូលមកកាន់ category ខ្ញុំធ្វើការ refresh អញ្ចឹងនេះ tag ក៏បានចូលមកដូចគ្នាហើយបន្តមកទៀតខ្ញុំចូលមកធ្វើការ add ទៅលើផ្ដាច់តែសាក់មើលដូចគ្នាហ្នឹងឧបមាថាតែ phone យ៉ាងហ្នឹងហើយយក category តាស់មិញហ្នឹងហើយ select image ឧបមាថាខ្ញុំយកទៅលើរូបចាំជិះអាកាសមើលទេចឹងឧបមាថារូប3ហ្នឹងអញ្ចឹងនៅពេលចុច create ចឹងទៅចឹងតែ phone ក៏បាន add មកដូចគ្នាតម្លៃហើយនឹងចំនួន stock ដែលបាន add ហ្នឹងអញ្ចឹង user គាត់អាច admin គាត់អាចចូលទៅ edit គាត់អាច select រូបថ្មីយ៉ាងទៅវានឹងទៅ delete រូបចាស់នៅក្នុង cloud diary ដូចជា database ហ្នឹងអញ្ចឹងចូលមកកាន់ cloud diary ចូល image ហើយចូលមកកាន់ផ្ដាច់ហ្នឹងថារូប3ដែលបានupdate ដែលបានបង្កើនបាញ់ហ្នឹងហើយសម្រាប់ផ្ដាច់ដែលថ្មីក៏វា load ចូលទៅកាន់ website ដូចគ្នានឹងជាការតាំងឧបមាថាខ្ញុំតាំងទៅលើ edit មួយយ៉ាងនេះហើយ110ខ្ញុំ select យកតែរូបពីរហ្នឹងចឹងទៅនេះជាការ edit ចឹងនេះជារូប3ចាស់ពីលើហើយនឹងរូប2ថ្មីខាងហោមអញ្ចឹងខ្ញុំ click save អញ្ចឹងវានឹងទៅលុបរូបចាស់នៅក្នុង cloud diary ទាំង3នេះ
ហើយតោះมันមានលុបទៅក្នុង database ហើយវា replace add នៅរូបថ្មីចូលទាំង cloud ទាំងក្នុង local storage ដូចគ្នាយើងចូលមកមើលនេះគឺបាន ID ដល់ហើយឈ្មោះថ្មីស្លាកថ្មីតម្លៃថ្មី quantity ថ្មីឬជារូបថ្មីដូចគ្នាហើយយើងចូលមកកាន់ ID និង refresh ខ្ញុំចូលសាកមក refresh ក្នុង database យើងចូលមកកាន់បណ្ដាហ្នឹងគេថាតម្លៃក៏បាន update ទៅតាមនឹងដូចគ្នាហើយនេះរូបពីថ្មីដែលបានអាចចូលមកហ្នឹងតោះមកខ្ញុំធ្វើការតេស្តទៅលើការ edit ហ្នឹងសម្រាប់ការ delete click delete ចឹងមកហ្នឹងខ្ញុំថាបាត់ហើយបាត់យើងគឺមកសល់ត្រឹម9វិញហើយខ្ញុំចូលមកកាន់បណ្ដាខ្ញុំធ្វើការ track ក៏បាត់ដូចគ្នាហើយចូលទៅកាន់ cloud library ចឹងរូបភាពក៏នឹងdelete ចោលដូចគ្នាដែរចឹងរូបក៏បានបាត់ដូចគ្នាដែរហើយខ្ញុំតែទៅលើcategory ក៏ដូចគ្នាដែរអាចហ្នឹងខ្ញុំនឹងធ្វើការបោះដែរចឹងការ update គឺជោគជ័យហើយខ្ញុំធ្វើការ delete ដូចគ្នាចឹង category ក៏បានបាត់យើងចូលមកកាន់ database ចឹងវា update ដូចគ្នាហើយខ្ញុំចូលមកកាន់user management វិញម្ដងអញ្ចឹងក្នុងការបង្កើត user management គឺអត់ខុសអីពី register ទេឧបមាថាខ្ញុំឧបមាថាទីមួយខ្ញុំ edit យកមកទៅedit ទៅលើ user មួយនេះហើយ password គាត់អាចskip បានបើគាត់ចង់ទុក password ដដែលហើយគាត់អាចបញ្ចូលថ្មីបើសិនគាត់ចង់ដូរ password ចឹងទៅអញ្ចឹងខ្ញុំទុក password ដដែលចឹងទៅហើយ AI role admin គាត់អាចដូរបានដូចជាគាត់អាចselect ជា admin ឬក៏ standard user ហើយ profile ខ្ញុំនឹងដូរយក profile ផ្សេងអញ្ចឹង profile នេះហើយខ្ញុំ click save អញ្ចឹង user ក៏បានបន្ថែមមកដូចគ្នាតម្លៃក៏បាន update ហើយអញ្ចឹងខ្ញុំចូលមកកាន់ database ចូលមកកាន់ user នេះឃើញថាព័ត៌មានក៏បាន update ហើយនឹងខ្ញុំចូលមកកាន់ cloud library ចូលកាន់ image ហើយ profile អញ្ចឹង profile ដែលបាន update បាញ់មិញគឺបាន upload ទេហើយ profile ចាស់ក៏បានលុបចោលដូចគ្នាហើយទៅមកខ្ញុំនឹងធ្វើការ delete ទៅលើ user មួយហ្នឹងអញ្ចឹងគេថា user មួយហ្នឹងគឺបានបាត់ហើយឈ្មោះតែបាញ់មិញហ្នឹងហើយខ្ញុំចូលមក refresh អញ្ចឹងខ្ញុំចូលមកកាន់ user refresh អញ្ចឹង user តែបាញ់មិញក៏បានបាត់ដូចគ្នាដែរហើយ profile របស់គាត់ក៏បានបាត់ហើយបន្តមកទៀតការតេស្តទៅលើ admin គឺមានតែប៉ុណ្្នឹងទេហើយតមកខ្ញុំចូលមកកាន់user ធម្មតាវិញអញ្ចឹងចូលមកនេះ log out ហើយតមកខ្ញុំlog ទៅលើ user ធម្មតាខ្ញុំ log ទៅលើ user ឈ្មោះ vital@gmail.com
chẳng mấy chia user nó cứ mỗi có mà thang nhưng mà trongប្រើលើ user ហ្នឹងទេខ្ញុំចូលមកកាន់ sim វិញខ្ញុំអាចចូលមកកាន់ click ទៅលើនេះហើយខ្ញុំចូល log out ទៅមកហើយមាន user ផ្សេងទៀតចឹងដែល user នេះដែរខ្ញុំបានធ្លាប់ order ពីមុនមកចឹងសម្រាប់ favorite នេះគឺខ្ញុំចុច favorite មួយវានឹងអាប់ដេតnotification នៅលើ icon favorite នៃនៅបានហ្នឹងណាឧបមាថាខ្ញុំ click មួយទៀតចឹងទៅហ្នឹងវានឹង alert ក៏ដូចជាបង្ហាញនៅចំនួននៃ product ដែលយើងបាន add favorite ហ្នឹងមកហើយបន្តមកទៀតសម្រាប់ការនេះដែរបើសិន product ដែលជាបើសិនជា product ដូចគ្នាចឹងក្នុងការ user ដែលគាត់បាន click add ចឹងទៅឧបមាថា click add ចឹងបើសិនជា product ផ្សេងវានឹងលុបចេញចំនួនមុខថែមមួយចឹងទៅតែបើ product ដដែលវានឹងអត់ update ទេវាទុកឲ្យចំនួនន័យថាវាចែកតា product ដែលចំនួនខុសៗគ្នាចឹងបើ user add product ដែរវានឹងបុកចំនួនថែមទៅលើ quantity នៃ product ហ្នឹងប៉ុណ្ណឹងតែបើ icon អត់ទេហើយ user គាត់អាចចុច remove បានចឹងទៅគាត់អាច delete វានឹង remove ចោលហើយនេះគឺជាចឹងមុននឹងចូលទៅតបន្តទៀតខ្ញុំនឹងក៏ចង់បង្ហាញពី interface ដែលនេះនៃ product home page ទាំងអស់មានក៏ដូចជា trending មាន filter មានអីចឹងទៅហើយតមកចូលមកកាន់ shop ចឹង shop នេះដែរ user គាត់អាចfilter ទៅលើប្រភេទនៃ product នីមួយៗឧបមាថា iPhone ចឹង iPhone Samsung សង្ស័យខ្ញុំអាច category ខុសចឹងតមកទៀតគាត់ចង់ filter ទៅលើ Samsung ចឹង Samsung បង្ហាញប្រភេទ Samsung មកចឹងទៅហើយ Real Nothing ក៏បង្ហាញតែប្រភេទ Nothing ចឹងដែរបង្ហាញទាំងអស់ហើយតមកទៀតគាត់អាច filter ទៅតាមចំនួនតម្លៃដូចគ្នាចឹងប្រាក់មួយគឺស្តាលើសពីហ្នឹងហើយចឹងទៅយក all price ចឹងទៅតមកគាត់អាច listing តាមប្រភេទ rating បានដូចគ្នាហើយនឹង feature គាត់អាច sort ទៅតាមតម្លៃពីទាបទៅខ្ពស់ពីខ្ពស់ទៅមកទៀតចឹងហើយrate តាមប្រភេទ rate ដែលខ្ពស់ជាងគេចឹងទៅហើយឬក៏តាមA to Z ឈ្មោះនៃ product ក៏បានដែរហើយហ្នឹងជាកន្លែង shop ហើយបន្តមកទៀតsearch វិញម្ដងអញ្ចឹង user គាត់អាចsearch នៃប្រភេទ product នីមួយៗអញ្ចឹងវានឹង load នៅប្រភេទឈ្មោះតាមរយៈ filter តាមរយៈឈ្មោះហ្នឹងអញ្ចឹងវានឹង list ចេញមកបើ Samsung បង្ហាញ Samsung មកអញ្ចឹងទៅ preview ភ្លាមៗហើយបើគាត់ឆ្លាញ់មួយណាគាត់អាច click ចូលទៅមើល product detail ហើយនេះជា product detail ដែលនេះជាឈ្មោះតម្លៃហើយគាត់អាច add ទៅលើ quantity ដើម្បីធ្វើការ add ទៅលើ add to cart ចឹងទៅហើយគាត់អាច click នៅរូបមួយដើម្បី preview image បាន
ហើយនេះជា description ចឹងអត់មានទេហើយជា detail ប្រភេទ category Samsung ចឹងstatus active ហើយ stock មានចំនួន90ក៏ដូចជានេះជា slot របស់វាហើយមកចូលមកឯងចូលមកកាន់react product detail វិញចឹង user ក៏គាត់អាច select ទៅលើចំនួន product គាត់អាច add ទៅកាន់ favorite ហើយគាត់ក៏អាច remove ចេញវិញហើយតមកគាត់ក៏អាច add ទៅ cart ចឹង add product to cart ចឹងដោយសារខ្ញុំមានចំនួនពីមុន4ហើយតមក add បន្ថែមគឺ8ហើយបន្តមកទៀតគឺប៉ុណ្្នឹងទេអញ្ចឹងខ្ញុំនឹងធ្វើការសាកorder តេស្តណាអបមកថាខ្ញុំ order ចំនួនអស់នេះអញ្ចឹងចាប់ពី$50ឡើងទៅshipping គឺនឹង free ហើយនេះជាតម្លៃប៉ាក់10%នៃតម្លៃសរុបហើយធ្វើការ check out អញ្ចឹង user ក៏អាច pay តាមមួយណាក៏បានតាមកាតតាម PayPal ឬក៏ Apple Pay អញ្ចឹងនេះជាតម្លៃ summary នៃការ order ប្រាក់ទាំងអស់ហ្នឹងហើយក៏ដូចជានេះជាតម្លៃសរុបហើយឧបមាថាខ្ញុំ pay តាម PayPal ហ្នឹងទៅហើយបំពេញព័ត៌មាននៃ user ហ្នឹងដាក់បំពេញហ្នឹងទៅហើយខ្ញុំចុច pay ហ្នឹងហ្នឹងឃើញថាការ order គឺបាន confirm ហើយនេះជាលេខ ID នៃការ order មួយហ្នឹងក៏ដូចជាតម្លៃ total amount ហើយនឹងចំនួនការ preview នៃ product ទាំងអស់ហ្នឹងហើយនឹងនេះជាតម្លៃសរុបចឹងទៅអញ្ចឹងយើងអាច continue shopping ក៏បានឬក៏ទៅមើល detail នៃការ order បាញ់ក៏បានដែរអញ្ចឹងឧបមាថាខ្ញុំចូលទៅមើលការ order detail អញ្ចឹងចូលមកកាន់ page my order វិញម្ដងអញ្ចឹងគាត់អាចមើលទៅកាន់ការ order ពីមុនបានដែលគាត់ធ្លាប់ order ពីមុនអញ្ចឹងការ cancel គឺគាត់អាច cancel បានតែក្នុងរយៈពេល24ម៉ោងទេអញ្ចឹងឧបមាថាមួយនេះចុះអញ្ចឹងតាំងពីថ្ងៃ15ឥឡូវថ្ងៃ17អញ្ចឹងខ្ញុំអាចតេស្តនៃការអញ្ចឹងឃើញថាប៊ូតុង cancel គឺអត់ចេញឲ្យទេដោយសារលើ24ម៉ោងតែបើប្រាក់ដែលយើងបាន order បាញ់វិញអញ្ចឹងវានឹងចេញប៊ូតុង cancel មួយវាស្រាប់គាត់អាច cancel បានអញ្ចឹងទៅហើយ revenue ក៏ដូចជាចំនួននៃការលក់ដែលបង្ហាញនៅក្នុង dashboard admin ក៏វាគណនាទៅតាមនឹងដូចគ្នាហ្នឹងនេះជា location ដែលបានអានបាញ់មិញតម្លៃសរុបក៏ដូចជាប្រដាប់ជាដើមចឹងនេះជា favorite នេះជាការចឹងបន្ទាប់ពីចុច order ហើយការក៏បាន clear ចេញដូចគ្នាចឹងយើងចូលមកកាន់admin វិញបាទចឹងខ្ញុំចូលមកកាន់ admin panel ចឹងឃើញថាការ order គឺបានឡើងមួយទៀតហើយ total revenue ក៏បានកើនដូចគ្នាហើយក្នុងការ add product ឬក៏ add to cart អីហ្នឹងគឺចំនួន stock ក៏វានឹងធ្វើការ update ដូចគ្នា
បើសិនឧបមាថា stock នៅសល់90អញ្ចឹងគាត់អាចពី order ទៅវានឹងកាត់ stock តាមហ្នឹងហើយ user ដល់ពេលដែលគាត់ cancel មកវិញអញ្ចឹងចំនួន stock នឹងវានឹងកើនមកវិញអញ្ចឹងទៅអញ្ចឹងនឹងសាកចូលទៅប៉ះចំនួននៃការនៃ stock វិញអញ្ចឹងទៅឧបមាថាការចឹងឧទាហរណ៍ទៅលើ iPhone 17 Pro Max នេះចឹងទៅអញ្ចឹងorder 8អញ្ចឹង stock ដែលបាន order ហើយមិញគឺឥឡូវនៅសល់171អញ្ចឹងឧបមាថាខ្ញុំតេស្តទៅលើការ cancel អញ្ចឹងឧបមាថាអញ្ចឹងក្នុងរយៈពេល24ម៉ោង user គាត់អាច cancel បានអញ្ចឹងគាត់ click cancel ទៅអញ្ចឹងវានឹង load status មក cancel ហើយ my order នេះដែរក៏មាន filter ទៅតាមstatus ដែរអញ្ចឹង pending បង្ហាញតែ pending អញ្ចឹងទៅវាអាច processing វានឹងបង្ហាញតែ processing complete ក៏បង្ហាញតែ complete ហើយ cancel ក៏វាបង្ហាញនៅពួក cancel អញ្ចឹងហើយបន្ទាប់ពី cancel ហើយខ្ញុំនឹងចូលទៅមើលថាតើ17 Pro Max ហ្នឹងឡើង stock មកវិញអញ្ចឹងនៅសល់ឡើងមកវិញហើយគឺ179អញ្ចឹងទៅហើយបើចូលទៅកាន់ admin វិញអញ្ចឹងគឺការ order គឺចុះមកសល់2វិញហើយ total revenue ក៏កាត់ទៅតាមនឹងដូចនេះអញ្ចឹងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណគ្រូ